សម្ដេចតេជោមានទុក្ខធ្ងន់ភរិយាវះកាត់ខណៈបងប្រុសឈឺធ្ងន់ដល់ជីវិតសម្ដេចតេជោហ៊ុនសែននៅកាលពីប្រមាណម៉ោងមុននេះបានបង្ហាញអំពីទុក្ខដ៏ធ្ងន់ធ្ងរដែលសម្ដេចកំពុងតែប្រឈមមុខដោយភរិយារបស់សម្ដេចគឺសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនបានទទួលការវះកាត់ដោយសារតែជំងឺហើយបងប្រុសរបស់សម្ដេចគឺអ្នកអង្គញាហ៊ុនសានមានស្ថានភាពជំងឺធ្ងន់ធ្ងរសម្ដេចតេជោបានសរសេរនៅលើ Facebook របស់សម្ដេចថាពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់មកខាងភរិយាត្រូវវះកាត់បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុខវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះมันអាចនៅកំដរនិងមើលថែទាំភរិយាបានសម្ដេចបានមានប្រសាសន៍បន្ថែមទៀតថារឿងធ្ងន់ជាងនេះគឺបងប្រុសទី1មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលมันអាចជៀសវាងបាននេះរួចហើយសម្ដេចតេជោមានប្រសាសន៍ថាម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនឹងនៅកន្លែងខុសគ្នាភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់ក្នុងគ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយសម្ដេចតេជោបានលើកឡើងបែបនេះថាក្រោយមានព័ត៌មានមួយចំនួនតាមបណ្ដាញសង្គមបានលើកឡើងថាបងប្រុសសម្ដេចបានទទួលមរណភាពនៅពេលនេះសម្ដេចបានលើកឡើងថាសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានបញ្ជាក់យ៉ាងដូចនេះថាបងប្រុសរបស់សម្ដេចនៅមានជីវិតនៅឡើយដែលគ្រូពេទ្យកំពុងបន្តសង្គ្រោះនៅនឹងផ្ទះរបស់គាត់ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែនបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនតាមបណ្ដាញសង្គមថាបងប្រុសសម្ដេចគឺឯកឧត្តមហ៊ុនសែនបានទទួលមរណភាពហើយសម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមថាមុននេះប៉ុន្មានម៉ោងមានព័ត៌មានថាបងប្រុសរបស់ខ្ញុំហ៊ុនសែនទទួលមរណភាពហើយខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅមានជីវិតនៅឡើយដែលគ្រូពេទ្យកំពុងបន្តសង្គ្រោះនៅនឹងផ្ទះរបស់គាត់ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្រុសខ្ញុំក៏ដូចជាការរាប់អានចំពោះក្រុមគ្រួសាររបស់ខ្ញុំ